មានគ្នាយើងណាដែលឧស្សាហ៍ឡើងមុនបែបនេះអត់មុនបែបហ្នឹងខ្មែរយើងគេហៅថាមុនកទួលក្រហមឬក៏ជាប្រភេទមុនរលាកដែលពាក្យបច្ចេកទេសគេហៅថាប៉ាប់ពូឡាអាក់ណេជាទូទៅមុនប៉ាប់ពូឡាអាក់ណេហ្នឹងយើងប៉ះទៅឈឺដោយសារតែវាគឺជាប្រភេទមុនរលាកដែលបង្កឡើងដោយសារតែបាក់តេរី P. acne បូករួមជាមួយនឹងការស្ទះខ្លាញ់នៅក្នុងរន្ធរួមហើយនឹងកោសិកាងក់ទៀតវាបង្កើតបានទៅជាប្រភេទមុនប៉ាប់ពូឡាអាក់ណេនេះមកជាទូទៅយើងអត់គួរញិចប្រភេទមុនប៉ាប់ពូឡាអាក់ណេនេះទេព្រោះបើសិនជាយើងញិចទៅក៏វាមានចេញឲ្យមកដែរវាមានតែធ្វើឲ្យមុនហ្នឹងរត់តែធ្ងន់ធ្ងរជាងមុនទៀតចំពោះ ingredient ដែលអាចសម្រាប់ប្រភេទបាក់តេរីបង្កមុននេះបានណាគឺមានច្រើនប៉ុន្តែខ្ញុំនឹង recommend ingredient បែបធម្មជាតិមួយនោះគឺ tea tree oil tea tree oil គឺជា ingredient មួយដែលអាចសម្រាប់ប្រភេទបាក់តេរីបង្កមុននេះយ៉ាងមានប្រសិទ្ធភាពហ្មងអញ្ចឹងខ្ញុំសូមណែនាំនៅសេរ៉ូមមួយនោះគឺ Dermafa Acne Serum សេរ៉ូមនេះគឺវាមានផ្ទុកនៅ tea tree oil glycolic acid salicylic acid ហើយនិង niacinamide ingredient ទាំងអស់នេះគឺវាចូលរួមនៅក្នុងយន្តការនៃការព្យាបាលមុនណាយ៉ាងមានប្រសិទ្ធភាពហ្មង